នៅតំបន់ជុំវិញរោងចក្រភ្នំពេញដែលមានផ្ទះជួលតូចៗតម្រៀបគ្នាជាច្រើនក្រោយពីចូលឆ្នាំខ្មែរហើយនារីម្នាក់ឈ្មោះស្រីនីអាយុ21ឆ្នាំមកពីខេត្តកំពង់ចាមបានមកជួលបន្ទប់ជួលមួយនៅម្ដុំកំបូលដែលជាតំបន់ប្រជុំទៅដោយរោងចក្រជាច្រើនកន្លែងហើយមនុស្សប្រុសស្រីជាច្រើនស្រុកខេត្តបានមកធ្វើនៅទីនោះក្រោយពីធ្វើតេស្តជាប់ហើយថ្ងៃទី1របស់នាងក្រោកពីដំណេកយ៉ាងលឿននៅក្នុងបន្ទប់ជួលតូចមួយដែលនាងរស់នៅតែម្នាក់ឯងនាងត្រូវងូតទឹកលាងចាននិងរៀបចំខ្លួនឲ្យរួចរាល់មុនម៉ោង 9:45 ព្រឹកដើម្បីទៅធ្វើការនាងធ្វើការបានប្រហែល1ខែក៏មានបុរសម្នាក់បានមកជួលបន្ទប់ទល់មុខនិងបន្ទប់របស់នាងបុរសម្នាក់នោះឈ្មោះវុធីអាយុ23ឆ្នាំមកពីស្វាយរៀងដំបូងពួកគេមិនស្គាល់គ្នាទេថ្ងៃទី1ដែរពួកគេបានជួបគ្នានៅមុខបន្ទប់ជួលនោះស្រីនេះហាក់មិនចូលចិត្តវុធីទេដល់ស្អែកឡើងពួកគេក៏ចេញពីបន្ទប់ជិះម៉ូតូទៅធ្វើការរៀងខ្លួនស្រីនេះមិនបានដឹងទេថាវុធីគឺបានចូលធ្វើការនៅរោងចក្ររបស់នាងដែរគឺជាជាងម៉ាស៊ីនក្រោយម៉ោងបាយពេលថ្ងៃស្រាប់តែម៉ាស៊ីនដេររបស់ស្រីនេះបានខូចហើយនាងបានប្រាប់មេកាឲ្យមកមើលមេកាក៏បានហៅជាងម៉ាស៊ីនថ្មីដែលទើបចូលធ្វើការនោះមកមើលសំឡេងបោះចំហៀនរបស់នរណាម្នាក់បានមកដល់ផ្នែកដេររបស់នាងស្រីនេះនៅតែអោនមើលខ្សែដេរដែលដាក់ជាប់ក្នុងម៉ាស៊ីនហើយដកដង្ហើមធំដោយតានតឹងព្រោះខ្លាចដេរអោមិនទាន់គេហើយត្រូវមេស្ដីឲ្យបុរសនោះបានអោនចុះមកមើលម៉ាស៊ីនហើយសំឡេងដែលធ្លាប់ឮតែពេលព្រឹកនៅមុខបន្ទប់ជួលក៏បានឡានឮឡើងវុធីសួរថាចា៎ដែលនៅបន្ទប់ទល់មុខឃ្លាមនោះមែនស្រីនេះងើបមកឡើងឃ្លាមភ្នែករបស់នាងបើកធំសម្លឹងមើលវុធីក្នុងឯកសណ្ឋានពណ៌ខៀវសម្រាប់ជាងម៉ាស៊ីនគេមិនបានពាក់មួកទេធ្វើឲ្យនាងឃើញទម្រង់មុខរបស់គេច្បាស់គេមានសក់រួញបន្តិចភ្នែកស្រទន់តែសម្បូររាងស្រអែមស្រីនេះឆ្លើយថាអូបងជាអ្នកជួលបន្ទប់ទល់មុខខ្ញុំហើយបងជាជាងម៉ាស៊ីននៅទីនេះទឹកមុខរបស់នាងបដូរពីការភ្ញាក់ផ្អើលទៅជាភាពរអាក់រអួលបន្តិចបាទខ្ញុំវិធីទៅចុះធ្វើការអរគុណដែលបានស្វាគមន៍ខ្ញុំកាលពីម្សិលមិញតាមការពិតកាលពីម្សិលមិញស្រីនេះគ្រាន់តែងក់ក្បាលស្ងួតពេលវិធីសួរថាសួស្ដីហើយក៏ប្រញាប់ដើរទៅបាត់ព្រោះនាងមិនសូវចូលចិត្តមនុស្សដែលមើលទៅរាងក្អេងក្អាងបន្តិចដូចគេទេស្រីនេះអត់អីទេម៉ាស៊ីនខ្ញុំវាខូចហើយជួយមើលបន្តិចមកបងនាងធ្វើជាផ្ដោតអារម្មណ៍លើម៉ាស៊ីនដើម្បីលាក់ភាពអៀនបន្តិចវិធីបានចាប់ផ្ដើមរើម៉ាស៊ីនដេរហើយធ្វើការដោយប្រុងប្រយ័ត្នក៏ជាមនុស្សពូកែនិយាយលេងប៉ុន្តែពេលធ្វើការគេមានភាពប៉ិនប្រសប់ខ្លាំងវិធីអូនឈ្មោះអីដែរធ្វើនៅផ្នែកដេរនេះយូរហើយមែនទេម៉ាស៊ីននេះមិនអីទេគ្រាន់តែជើងក្បាលមកជុលរលុងបន្តិចមើលទៅអូនរៀងស្លេកស្លាំងយប់មឹងអត់បានគេងទេអីនិយាយលេងបឡំមែនស្រីនេះញញឹមសាយតបវិញដោយមិនដឹងខ្លួនខ្ញុំឈ្មោះនេះហើយខ្ញុំគេងគ្រប់គ្រាន់ហើយគ្រាន់តែថាធ្វើការយូរទៅវាហត់អីចឹងហើយបងនិយាយអីមិនចេះគិតសោះពេលនោះស្នាមញញឹមរវាងអ្នកទាំងពីរក៏បានលេចឡើងដែលជាការផ្លាស់ប្ដូរទាំងស្រុងពីភាពប្រងើយកន្ទៅនៅឯបន្ទប់ជួលវិធីបានជួសជុលម៉ាស៊ីនចប់ក្នុងរយៈពេលតែប៉ុន្មាននាទីរួចរាល់ហើយតែបើមានបញ្ហាអីទៀតកុំភ្លេចហៅខ្ញុំបន្ទប់ជួលយងទល់មុខគ្នាស្រាប់ហើយឥឡូវត្រូវតែរាប់អានគ្នាទៅព្រោះនៅជិតគ្នាទាំងផ្ទះទាំងកន្លែងធ្វើការចាប់ពីថ្ងៃនោះមកជីវិតរបស់ពួកគេទាំងពីរបានផ្លាស់ប្ដូរការជួបគ្នាដោយចៃដន្យរវាងក្រុមមុំរោងចក្រនិងជាងម៉ាស៊ីនបានកើតឡើងរាល់ថ្ងៃពេលព្រឹកម៉ោង 4:45 ព្រឹកវុធីតែងទៅរងចាំស្រីនេះនៅមុខបន្ទប់ហើយតែងតែនិយាយលេងសើចមុនជិះម៉ូតូចេញទៅរោងចក្ររៀងៗខ្លួនស្រីនេះដែលធ្វើក្រោកយ៉ាងលឿនឥឡូវនេះរៀងយឺតបន្តិចព្រោះត្រូវចំណាយពេលមើលកញ្ចក់ឲ្យបានយូរជាងមុនពេលបាយថ្ងៃត្រង់វុធីតែងតែដោតទៅរកស្រីនេះដើម្បីបានអង្គុយញ៉ាំបាយជាមួយនាងគេចែករំលែករឿងកំប្លែងនៅផ្នែកកាត់និងរឿងរ៉ាវតស៊ូរបស់គេនៅស្វាយរៀងស្រីនេះក៏ចាប់ផ្ដើមចែករំលែកក្តីសុបិនរបស់នាងនៅក្នុងការសន្សំលុយដើម្បីឲ្យម្ដាយនាងធ្វើផ្ទះនៅឯស្រុកកំណើតពេលចេញពីធ្វើការម៉ោង 8:30 យប់ពេលខ្លះវុធីឃើញស្រីនេះដើរទិញម្ហូបត្រឡប់មកវិញតែម្នាក់ឯងគេក៏ចុះពីបន្ទប់ទៅជួយកាន់ម្ហូបឲ្យហើយដើរទៅផ្ទះជួលជាមួយគ្នាពួកគេនិយាយរឿងគ្រប់យ៉ាងរឿងនយោបាយរោងចក្ររឿងថៅកែរឿងលុយកាក់ជាដើមមានថ្ងៃមួយបន្ទប់ជួលរបស់ស្រីនេះមានបញ្ហាទឹកលិចបន្តិចបន្តួននាងរអ៊ូដាវុធីថាត្រូវផ្លាស់ប្ដូរក្បាលរ៉ូប៊ីណេវុធីមិនបាននិយាយច្រើនទេគេគ្រាន់តែទៅយកប្រដាប់ប្រដាជាងម៉ាស៊ីនរបស់គេហើយចំណាយពេលកន្លះម៉ោងជួសជុលឲ្យនាងដោយមិនយកកម្រៃអ្វីឡើយស្រីនេះអរគុណបងពូកែមែន
วุฒิมันไอแต่นี่บ่มันช่วยนี่พ้องแต่ไอเข็มช่วยแนะนาเต้อมาหยังบ่บนตบนี้เล็กขนูกับรวยจัดได้วุฒินิยายแบบกำแพลงไล่มโนสัญเจตนาจับปีเปลนัวหมอกเพียบประเงยกันเตยระเวียงปวดเกตังปีบานโรเลียบัดออฟเตียงสรงสเนหาได้การเจนปีกาต่อสู้หนึ่งใกล้โยกยลบานริกดอกดาวเนือจนล้อสำเลงมาสินเดนึ่งจนเจียงเตะจูลตุยตุยเนือมาดุมก้มโบลเนเวียบันต่อสรีนี้ตรือมาใดเอาปกบังคับเอายกบันไดเต่าเนี้ยงหนึ่งถือแบบนะสมรงจำเฟียบันต่อโซจด subscribe นึ่งคอมเมนต์จังเอาเนี้ยงยกหยักนาเบามาแนะเจียเจียงมาสินนั่นมาหนักเตี้ยเจียโลกรูบังเรียนเนื้อสรกกำเนิดระบ่เนียง